ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលទស្សនវិជ្ជាផ្សាររបស់កូរ៉េនៅជិតម្ដុំផ្ទះខ្ញុំនៅក្នុងរដ្ឋ Washington State ហើយផ្សារនេះមានឈ្មោះពេញគឺ H Mart ដែលមានលក់របស់របរជាច្រើនមិនថាសម្ភារៈប្រើប្រាស់ក្នុងផ្ទះឬមកម្ហូបអាហារគឺមានគ្រប់មុខទាំងអស់តែម្ដងឥឡូវទៅតាមអានទាំងអស់គ្នាថានៅក្នុងផ្សារហ្នឹងគេមានលក់អីខ្លះ នេះគឺជាខ្ទឹមដែលគេដាំអត់ប្រើជាតិគីមីគឺល្អមែនទែនបែបធម្មជាតិមួយកញ្ចប់នោះគឺតម្លៃ$10នេះគឺជាត្រីប្រម៉ារបស់ជនជាតិកូរ៉េដែលមានរសជាតិប្រៃហើយនេះគឺជាត្រីប្រឡាក់ដែររសជាតិអត់ផ្អែមទេគឺប្រៃឡមអ្នកអត់ចូលចិត្តស្ករអាចហូបបានហើយនេះគឺជាទិដ្ឋភាពកន្លែងលក់បន្លែគឺមានគ្រប់មុខទាំងអស់និយាយរួមគឺបន្លែស្រស់ៗហើយធូរថ្លៃនេះគឺជាប្រហិតក្តាមដែលគេចៀនរួចហើយបន្ទាប់មកគ្រឿងមានសម្រាប់ធ្វើស៊ុបហើយមានពោះត្រីសាម៉ិននិយាយរួមគ្រឿងកន្លែងគេលក់សម្រាប់បកកហើយនេះគឺត្រីទូចមកកញ្ចប់នឹងថ្លៃនឹងអស់គ្នាឃើញកពឹសហើយក្រៀមស្អិនអស់ហើយហ្នឹងណាអានឹងគេយកទៅធ្វើស៊ុបធ្វើអីគេដាក់គេអត់ចោលទេហើយបន្ទាប់មកនេះសិតរបស់ក្រៀមកូនត្រីទូចហ្នឹងគេយកទៅបំពងចៀនហូបក្លែមស្រាក្លែមបៀចឹងណាត្រីសាម៉ុនដែលភ្លះរួចហើយសម្រាប់ញ៉ាំជាមួយទឹកសាប៊ីឬមួយក៏ទឹកស៊ីអ៊ីវហើយជ្រក់ខ្ញីមានលក់គ្រប់បែបយ៉ាងមានពងត្រីមានអីចឹងទៅតម្លៃគឺសមរម្យដែរអ្នកនរគ្នាហើយនេះលក់គ្រឿងសមុទ្រមានខ្យងមានត្រីអណ្ដាតឆ្កែហើយឡើយនេះលក់ត្រីកកមានត្រីស្រស់មានបកងមានបកាហើយនេះជ្រក់ក្តាមនិយាយពីថាដល់ហើយនេះសម្បូរណាស់ប៉ុន្តែតម្លៃមិនបាច់មើលទេនេះសឹកគ្រឿងបកកហើយសាច់នេះគឺស្រស់សាច់គោតែល្អតម្លៃធូរថ្លៃមិនគិតទៅមិនថ្លៃប៉ុន្មានហើយនេះគឺគីមឈីនេះយើងយកអាចមកញ៉ាំជាមួយនឹងបាយឬមួយក៏យើងធ្វើស៊ុបញ៉ាំមួយមីអីចឹងណារសជាតិឆ្ងាញ់ឡើយនេះលក់ម្ហូបចំអិនស្រាប់តែម្ដងឆ្អិនហើយប៉ុន្តែមកកញ្ចប់ចាំមិនបាច់មើលទេដឹងតែភ្ញាក់ហ្មងបើមាន$10ចូលទេមិនបាច់ចូលទេហើយគ្រាន់ត្រីចៀនគេនេះមកមួយហ្នឹង$10ហើយត្រីហ្នឹងហើយកន្លែងលក់របស់កកមានដូងដែលគេកោសហើយលក្រីម្ទេសសាច់ក្រកនិយាយរួមគ្រប់មុខទាំងហ្មងលក់ពាសពេញទាំងអស់ស្អីក៏មានដែរប៉ុន្តែនាំចូលប្រទេសកូរ៉េដាច់មុខហ្មងអត់មានរបស់លាយមកពីថៃទេណាអរគុណ